Hello អ្នកទាំងអស់គ្នាថ្ងៃនេះគឺថានាំអ្នកទាំងអស់គ្នាមើលទឹកស្រះបៃតងនៅខាងក្រោយខ្នងខ្ញុំនេះម្ដងហើយក៏ចង់និយាយពីអតីតកាលការនៅឃ្វាលគោក្មេងៗបន្តិចចាស់ការដែលមកឃ្វាលគោអូមិនចោលទេកន្លែងដែលមានស្រះមានបឿនមានស្មៅនារដូវប្រាំងក៏ចូលចិត្តណាស់ហើយបើរដូវវស្សាចូលចិត្តណាស់ទួលចំការអីហ្នឹងគឺសបោស្មៅគឺទៅមើលហើយលបែងដែលយើងចូលចិត្តលេងជំនាន់នោះគឺមិនចោលទេបៃខុនអឺលេងអុកលេងរែកលេងក្លាស៊ីកូអីហ្នឹងគឺយើងចូលចិត្តណាស់ហើយអតីតកាលហ្នឹងបើហាបានជិះគោពេលទៅផ្ទះទៅអីហ្នឹងពេលខែភ្លៀងគឺសុបាយណាស់ការឃ្វាលគោហើយបើការនៅរៀនវិញមកបានថងមួយដាក់បិចដាក់សភៅហើយនឹងសភៅមកក្បាលហើយចំណងគ្មានសភៅពុំទេសភៅពុំមានតែគ្រូឯងបើមានតែសភៅមកក្បាលដេកខ្មៅមួយដាក់ក្នុងថងគឺទៅរៀនសុបាយណាស់បងប្អូនហើយជំនាន់នោះមានកង់ដែរតែក្មេងៗជាច្រើនគេចូលចិត្តទៅរៀនវិញគឺចូលចិត្តដើរបងប្អូនចូលចិត្តដើរទៅរៀនមែនតើជំនាន់ខ្ញុំក្នុងការរៀនសូត្រគឺมันមានអីលក្ខណៈ digital ទេប៉ុន្តែការរៀនសូត្រក្មេងជំនាន់នោះគឺដុសដាលបងប្អូនគឺក្លាហានណាការរៀនសូត្រគឺមានការរឹតបន្តឹងតឹងរឹងណាហើយជំនាន់នោះមកខ្ញុំទៅរៀនខ្ញុំគ្មានលុយទិញនំគេទេព្រោះខ្ញុំធ្លាប់ចេញវីដេអូលើកមុនប្រាប់ហើយខ្ញុំអត់ជាងគេប៉ុន្តែការរៀនសូត្ររបស់ខ្ញុំគឺប៉ាកែខ្ញុំប៉ាកែតែទោះបីទៅរៀនសូត្រគ្មានលុយកាក់គេប៉ុន្តែខ្ញុំគឺខំរៀនអាការហ្នឹងខំរៀនណាជំនាន់នោះបើសិនជាគេហូបចុកអីខ្ញុំបានទៅមើលគេទេពេលខ្លះហើយពេលខ្លះមានលុយទិញក៏មិនហ៊ានទៅទិញនំកញ្ចប់ហូបដែរទិញតែនំពុកម៉ែបងប្អូនជំនាន់នោះគាត់ធ្វើលក្ខណៈនំកោចក្រច័ន្ទលក្ខណៈនំសមនំបាញ់បែវនំម្សៅឆែអីចូលចិត្តណាបងប្អូននំខ្មែរយើងណាបងប្អូនគឺមានលុយចូលចិត្តណាទិញនំខ្មែររបស់យើងផលិតគឺខ្ញុំចូលចិត្តហើយបច្ចុប្បន្នហ្នឹងក៏ដូចគ្នាខ្ញុំចូលចិត្តអ្វីដែលជារបស់ដែលខ្មែរយើងផលិតរបស់ខ្មែរយើងធ្វើហើយគឺខ្ញុំចូលចិត្តទេសភាពបែបធម្មជាតិបែបបៃតងនៅអតីតកាលគឺខ្ញុំចូលចិត្តទេសភាពបែបបៃតងមានព្រៃឈើគឺខ្ញុំចូលចិត្តនឹកដល់អតីតកាលតែពេលវេលាឥឡូវខ្ញុំបាទវាងវ័យជ្រីបាត់ទៅហើយប៉ុន្តែនេះជាការរំលឹកអតីតកាលទេបងប្អូនវាដកជាប់ដល់ពីបច្ចុប្បន្ននេះគឺវាយើងវាជូរចត់លងកាត់ភាពលំបាកច្រើនឆ្នាំហើយក៏មានអ្វីក្រៅពីនឹកឃើញហើយនឹងចងចាំរឿងល្អៗឲ្យបងប្អូនហើយសំណោះមួយដែរការនៅអតីតកាលការក្មេងៗនោះគឺខ្ញុំរៀនបកែហើយខ្ញុំពេលច្រើនគឺខ្ញុំមានគំនិតមួយពេលធ្វើលំហាត់ហើយគឺខ្ញុំចូលចិត្តមិនចង់ប្រាប់មិត្តភ័ក្តិឲ្យធ្វើតាមអីទេខ្ញុំចង់ធ្វើអ្វីជាលទ្ធផលរបស់ខ្ញុំជាស្ដាប់វិធីរបស់ខ្ញុំតែមិត្តភ័ក្តិខ្ញុំពីច្រើនដឹងមិនទេបងប្អូនគេចូលចិត្តកត់ច្រឡងតាមខ្ញុំភ្លេចប្រាប់ចំណុចហ្នឹងគឺខ្ញុំចងចាំដែរយ៉ាងហើយសិស្សបកាយពីច្រើនកើតចេញពីកូនអ្នកក្រដល់ថ្លៃធ្នូបងប្អូនពួកគាត់គឺជាមនុស្សបកាយពិតប្រាកដបងប្អូនដូចខ្ញុំអីចឹងគឺលក្ខណៈថាมันមានការងារល្អធំធេងធ្វើទេប៉ុន្តែថាខ្ញុំចេះដឹងបែបថ្លៃធ្នូនិងសេចក្តីថ្លៃធ្នូរបស់ខ្ញុំប្រើចំណេះជំនាញរបស់ខ្ញុំគឺតាមលទ្ធភាពដែលខ្ញុំអាចមានអញ្ចឹងបងប្អូនអញ្ចឹងនឹកឃើញរឿងអតីតកាលកាលនៅក្មេងៗគឺចង់និយាយរំលឹកលេងទុកវីដេអូជាអនុស្សាវរីយ៍ពេលចាស់ទៅគ្រាន់មើលនេះទេសភាពបែបបៃតងស្រុកស្រែបងប្អូនគឺច្រាំងស្រះគេកាយគឺបៃតងស្រស់ស្អាតណាស់វីដេអូមានតែប៉ុណ្ណឹងអរគុណច្រើនបងប្អូនបានទស្សនាវីដេអូខ្ញុំអរគុណបាយអ្នកទាំងអស់គ្នា